ស្រុកខ្មែរយើងអីក៏មានដែរបងប្អូននៅក្នុងខេត្តសៀមរាបយើងនេះសម្បូរទៅដោយគ្រឿងបរិភោគគ្រឿងហូបចុកអីច្រើនមែនទែនសូម្បីតែបុកល្ហុងមួយចានតែ10000រៀលទេដោយសារខ្ញុំទៅហូបនៅទីនេះគេហៅថាផ្សារខ្មែរនៅខាងខេត្តសៀមរាបបងប្អូនហើយទីនេះសម្បូរទៅអីក៏មានដែរពីច្រើនបុកល្ហុងហើយទៅនៅទីនេះគេអត់ចាយលុយដល់យើងទេបងប្អូននៅក្នុងផ្សារខ្មែរនោះយើងយកលុយទៅដើម្បីទិញpostcard អាហ្នឹងគេខ្ញុំអត់ច្បាស់ថាអីគេដែរតែសារពេលខ្ញុំចូលទៅទិញទៅគេឲ្យយើងយកលុយទៅទិញកាត់postcard នេះដើម្បីយកមកដូរឬក៏ចាយវាយនៅក្នុងផ្សារខ្មែរហ្នឹងតែម្ដងហើយតាមដានទស្សនាទាំងអស់គ្នាបងប្អូនចាំមើលខ្ញុំបង្ហាញអំពី postcard ហើយនឹងអ្វីផ្សេងៗទៅខាងមុខទៀតសួស្តីបងប្អូនទាំងគ្នា